ម្ដាយគេម្ដាយយើងតើបងប្អូនដាច់ចិត្តមិនជួយសៀទេបងប្អូនដាច់ចិត្តមិនជួយចែករំលែកក្តីស្រឡាញ់ទេហើយបងប្អូនដាច់ចិត្តមិនជួយគាត់ទេបងប្អូនពេលដែលបងប្អូនបានមើលវីដេអូមួយនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនកំណាញ់ទេនឹងការshareវីដេអូម្នាក់មួយនេះគឺជាកម្រងរូបភាពក៏ដូចជាវីដេអូនៅក្នុងអនុស្សាវរីយ៍មួយនេះដែលពួកយើងបានធ្វើឡើងរួមគ្នាហើយខ្ញុំសង្ឃឹមថាបងប្អូនក៏ដូចជាក្រុមម៉ូតូយើងចងចាំនៅវីដេអូមួយនេះទាំងអស់គ្នាបើសិនពូមីងសួរខ្ញុំថាពួកខ្ញុំជាកូនអ្នកមានទេពួកខ្ញុំមានតែទឹកចិត្តនិងក្តីស្រឡាញ់ចែករំលែកក្តីស្រឡាញ់ទៅដល់អ្នកក្រីក្រជាងខ្ញុំតែប៉ុណ្ណោះហើយការជួយរបស់ពួកខ្ញុំសុទ្ធសឹងតែថ្ងៃអាទិត្យដែលពួកខ្ញុំសម្រាកពីការងារគឺខ្ញុំមានពេលទំនេរតិចតួចឬក៏ការធ្វើដំណើរកម្សាន្តរួមគ្នាក៏ឆ្លៀតមកជួយទៅដល់អ្នកដែលក្រសត់ជាងពួកខ្ញុំហើយខ្ញុំសង្ឃឹមថាបងប្អូននៅមើលឃើញពីទង្វើល្អមួយនេះការចែកអំណោយនៅទីនេះសុទ្ធសឹងតែជួបលោកអ៊ំនិងលោកយាយដែលមានជីវភាពខ្វះខាតខ្លាំងមែនទែនការជួយនិងចែកអំណោយនៅទីនេះគឺបានចំនួន6គ្រួសារផងដែរហើយក៏សូមរំលឹកនៅក្រុមដែលបង្កើតកម្មវិធីនេះឡើងគឺក្រុម ILC បន្ទាប់ពីចែកថវិកាក៏ដូចជាសម្ភារៈហូបចុកហើយពួកយើងក៏បានពិភាក្សាជាមួយលោកយាយហើយសួរពីបញ្ហាលោកយាយដែលគាត់មានជំងឺអ្វីហើយលោកយាយគឺសម្រាប់ព្យាបាលនៅទីណាអញ្ចឹងបងប្អូនលោកយាយគឺមានជំងឺទឹកនោមផ្អែមហើយគាត់ត្រូវសម្រាប់ព្យាបាលនិងការបើកថ្នាំគឺរាល់ខែផងដែរហើយនៅក្នុងកម្រងវីដេអូក៏ដូចជារូបភាពមួយនេះក៏សូមអរគុណទៅដល់គ្នាយើងទាំងអស់គ្នាក៏ដូចជាក្រុមម៉ូតូទាំងអស់គ្នាដែលបានចូលរួមចំណែកយ៉ាងធំធេងនិងចែករំលែកក្តីស្រឡាញ់ដល់បងប្អូនយើងទាំងអស់គ្នាផងដែរហើយក៏សូមជូនពរដល់បងប្អូនយើងទាំងអស់គ្នាទៅណាមកណាប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាផងដែរបន្ទាប់ពីចែកអំណោយដល់លោកយាយក៏ដូចជាអ្នកមីងរួចរាល់ហើយពួកយើងក៏បានថតរូបជាអនុស្សាវរីយ៍ក៏ដូចជាវីដេអូខ្លះៗទុកជាអនុស្សាវរីយ៍មើលនៅថ្ងៃក្រោយផងដែរជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់មេក្រុម ILC ដែលបង្កើតកម្មវិធីនេះឡើងជួយទៅដល់អ្នកមីងនៅទីនេះហើយជាចុងក្រោយក៏សូមអរគុណទៅដល់លោកពូមេភូមិមេឃុំនៅទីនេះដែលបានសម្រួលឲ្យពួកខ្ញុំមកជួយដល់អ្នកមីងដែលក្រខ្សត់នៅទីនេះដែលពួកគាត់កំពុងមានការខ្វះខាតខ្លាំងមែនទែនអញ្ចឹងហើយពួកខ្ញុំមានតែថវិកាតិចតួចក៏ដូចជាអំណោយខ្លះជូនទៅដល់អ្នកមីងនៅទីនេះហូបឬក៏ពិសាបានមួយរយៈពេលផងដែរហើយពួកខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះកុំភ្លេចជួយ share ចែករំលែកក្តីស្រឡាញ់នេះម្នាក់មួយផងហើយបើសិនជាមានបងប្អូនណាដែលចង់ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ក៏ដូចជាការធ្វើបុណ្យចែកអំណោយទៅដល់សាសាឡាឬក៏អ្នកក្រខ្សត់នោះបងប្អូនអរគ្នាក៏អាចjoinគ្រប់ជាមួយនឹងខ្ញុំ AKR បានផងដែរហើយខ្ញុំក៏មានទទួលនិងរើសសមាជិកបន្ថែមផងដែរចូលមកកាន់ក្រុម AKR របស់ខ្ញុំដើម្បីអភិវឌ្ឍក្រុមដើម្បីជួយទៅដល់អ្នកក្រខ្សត់និងការចែកអំណោយផ្សេងផងដែរអញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់ផងដែរក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែពុទ្ធពរ4គឺអាយុវណ្ណៈសុខៈពលៈគប្បីឃ្លៀងឃ្លាតឡើយ